បាទតោះសួស្តីនេះយើងមកដល់ចំណុចលេខ6.2យើងនិយាយទៅលើកលាផ្ទៃដែលខាត់ដោយខ្សែកោង2បាទអញ្ចឹងយើងមើលរូបទី1នេះគឺនេះជាក្រាបតាមគុំ F ហើយនេះជាក្រាបតាមគុំ J អូខេបាទអញ្ចឹងក្រាប F នៅលើ J ហើយបន្ទាត់ឈរ x ស្មើ a និង x ស្មើ b នេះគឺគេឲ្យយើងណាបាទពេលនៅក្នុងលំហាត់đóបាទអញ្ចឹងយើងមើលនៅលើចន្លោះពី A ទៅ B នេះ S នៅលើ C បាទអញ្ចឹងយើងទៅមើលកលាផ្ទៃវាគេថាបើ S និង C ជាអនុគមជាប់លើចន្លោះបិទ A B អញ្ចឹងនោះផ្ទៃកលានៅចន្លោះខ្សែកោងទាំងពីរគឺស្មើអង្គទីកលាកំណត់ពី A ទៅ B fx ដក jx ពីព្រោះ f នៅលើ j ណាបាទដូចគ្នាចំពោះរូបទី2ប៉ុន្តែរូបទី2នេះគឺបន្ទាត់ឈរ x ស្មើ a និង x ស្មើ b នេះគេអត់ឲ្យណាយើងបាទប៉ុន្តែខ្សែកោងទាំងពីរនេះវាប្រសពគ្នាត្រង់ a និង b មានន័យថាយើងរកប្រសពសិនបាន a b ហ្នឹងហើយ j លើ f បាទអញ្ចឹងគេថាបើក្រាបតាមអនុគម f និង j ប្រសពគ្នាត្រង់ x ស្មើ a និង x ស្មើ b បាទអញ្ចឹង x ស្មើ a និង x ស្មើ b នេះយើងត្រូវរកណាបាទនោះកលាផ្ទៃដែលខាត់ដោយខ្សែកោងទាំងពីរគឺស្មើជាមួយនឹងអង្គទីកលាកំណត់ពី a ទៅ b យក j ដក f នេះបញ្ជាក់ថាក្រាបរបស់ j នៅលើក្រាបរបស់ f តើនេះឃើញទេអញ្ចឹងចង់ឲ្យច្បាស់យើងទៅមើលលំហាត់គំរូរបស់យើងទាំងអស់គ្នាបាទអញ្ចឹងយើងមើលគេថាគេឲ្យយើងគណនាកលាផ្ទៃខាត់ដោយប៉ារ៉ាបូល P និងមិនទាន់ទេបាទអញ្ចឹងអានេះយើងអត់ដឹងបន្ទាត់ឈរ x ស្មើ a x ស្មើ b ប្រមាណទេហើយគេឲ្យចន្លោះ a b មកដូចគ្នាអញ្ចឹងវាចូលករណីទី2ហើយត្រូវរកប្រសពបាទអញ្ចឹងដើម្បីរកប្រសពគេទៅសេសមីការអាប់ស៊ីសចំណុចប្រសពបាទអូខេអញ្ចឹងយើងទៅសេសមីការបាទអាប់ស៊ីសបាទសមីការអាប់ស៊ីសចំណុចប្រសពបាទសមីការអាប់ស៊ីសចំណុចប្រសពរវាងប៉ារ៉ាបូល P និង D បាទគឺបាទអញ្ចឹងសមីការអាប់ស៊ីសចំណុចប្រសពគឺគេឲ្យសមីការទាំងពីរស្មើគ្នាអញ្ចឹងយើងទទួលបានx ការ៉េបាទបូកជាមួយនឹង 2x គឺវាស្មើជាមួយនឹង x បូក 2បាទយើងអាចបោះឲ្យអង្គមកខាងស្មើ0មកអានេះ x ជាមួយនឹង 2x បូកគ្នាទៅសល់ x ហើយដក 2 ស្មើ0បាទអញ្ចឹងអានេះវាចូលករណីពិសេស a បូក b បូក c គឺស្មើ0អញ្ចឹងបើកាលណា a បូក b បូក c ស្មើ0យើងទទួលបាន x1 ស្មើ1បាទហើយ x2 ស្មើ c លើ a បាទអញ្ចឹង c ដក 2a1 ចែកទៅនឹងដក 2បាទអញ្ចឹងអានេះហើយត្រង់ x ស្មើ1និង x ស្មើដក 2អាហ្នឹងប៉ារ៉ាបូលយើងហើយនឹងបន្តប្រសពគ្នាអញ្ចឹងយើងចាប់ផ្ដើមទៅគូររូបយើងណាបាទយើងទៅគូររូបទាំងអស់គ្នាបាទអានេះដោយសារតែគ្រូបានគូហើយអញ្ចឹងគ្រូអត់គូម្ដងទៀតទេប៉ុន្តែគ្រូនឹងបញ្យល់យើងដូចគ្នាណាបាទអញ្ចឹងយើងមើលបាទបន្ទាត់យើងគឺមានសមីការ y ស្មើ x បូក 2ពេលដែលគ្រូឲ្យ x ស្មើ0 0បូក 2ឃើញ2នៅពេលដែលឲ្យ x ស្មើដក 2 y 0អាហ្នឹងបន្ទាត់សាមញ្ញណាយើងបាទចំពោះប៉ារ៉ាបូលយើងប៉ារ៉ាបូលបាទយើងឲ្យ x ស្មើ0ដែរចឹង y ក៏0ដែរដល់ពេលដែលគ្រូឲ្យ x ស្មើ1ចឹងនេះ1បូក2 y ឃើញ3បាទដល់ពេលឲ្យ x ស្មើដក1ចឹងនេះអានេះវា1ដក2គឺដក1ហើយគ្នាយើងអាចណូតបាននៅពេលដែលប៉ារ៉ាបូលមានមេគុណ a ធំជាង1បាទរូបរាងវាអញ្ចឹងណាបាទបែរភាពផតទៅរកទិស y វិជ្ជមានតើណាបាទហើយយើងចង់ដឹងកម្ពូលរបស់ប៉ារ៉ាបូលនេះនៅត្រង់ណាគឺយើងអាចលួចធ្វើ derivate បានតើណាអញ្ចឹងនៅពេលដែលគ្រូធ្វើ derivate ទៅ y ព្រីមស្មើជាមួយនឹង 2x បូក 2ហើយយើងឲ្យ derivate ស្មើ0នេះយើងឃើញចឹងនាំឲ្យ 2x
bột pi mà xấu chẳng x mà đó đọ mùi nó phải được dương rô khơi x mà đọ muối do mà chúng tôi cho lòng đi về má chẳng là phải là x mà đọ muối và x mà đọ mùi đài chẳng thoáng này cứ chỉ cầm pu mà parabol phản ánh mấy và chỉ cầm pu mà parabol anh nắng là bệnh của dương đấy và chẳng dương trong adam xong phần tốt x son vài pi là x son vài pi này và x đọ pi thoáng nè chân phần tốt đây với người cắt tám pi dùng nói nàng cá này nhé và hai bạn dương sáng parabol tam cột parabol sang cầm pu một x đọ muối vài đọ muối nhé x đọ muối vài đọ muối cái cầm pu parabol là còn lại nhé và hãy tập x son vài son nhẹ lại những parabol cắt đam năng x son vài son x muối vài bảy ní x muối vài bảy cái muối vài bảy và chắc là lại x ma muối nè để dừng rồi khơi là parabol là toát vào sọc để khơi bị vào sọc như mày nè và chắc parabol với cắt đam là các này dừng ní hãy toàn lấy cứ chỉ cặp tú những dừng cu má cu pp tới này những ai cu lên một hàng này các bạn đấy anh phải hà đấy và đây cụ tầm mà chỉ hiện đây này để xa ấy nhé và sau mấy những rau khơi x mà muối hay là x mà đỏ pi chẳng cả là tây thì dùng thời kiệnนี้คือ bị đỏ pi thì càng mùi thì chẳng cùi cùi lên bằng cái này và chẳng giúp cho đam mơ và sau tiết khoảng x mà đỏ pi này mùi nhé hay là x mà mùi còn lên 10 tiền và chẳng nhưng mơ p để x nơi cho là bị đỏ pi thì càng mùi việc priệp thiệp rồi viênประตอดนี่ประตอดจมูกน้ำปลาระโบเนี่ยนานเลยไปกระลาบตีนะที่ยังเกิดเกิดอันนี้บ่ายฉันกระลาบตีเด็กท่านเอาปลาระโบจมูกน้ำประตอดนั่นคือกระลาบตีเนี่ยบ่ายกระลาบตีนั่นthếไปประสอบนี่ของนาคลาของ x มาดอปีหนึ่ง x มามวยให้ในฉลากปีดอปีแต่มวยเนี่ยนานเลยคือบันตอดเดนเลยบ่ายฉันบอกประตอดเดนเลยกระลาบตีคือยกสมัยกาประตอดเดดอสมัยกาparabol p បាទអញ្ចឹងយើងប្រាប់គេថាគ្រប់ x ជារបស់ចន្លោះពីបាទដក2ទៅកាន់1ឥឡូវនេះយើងរកប្រសពមិញណាយើងបាទបន្ទាត់ d បាទបន្ទាត់ d នៅលើ parabol p បាទអញ្ចឹងបើបន្ទាត់ d នៅលើ parabol p នោះ s របស់យើងแต่ជាក្រឡាផ្ទៃដែលយើងចង់កណនីគឺស្មើអង្គក្រាកំណត់ពីដក2ទៅកាន់1បាទកន្លែងប្រសពគ្នាហើយយើងយកសមីការរបស់បន្ទាត់គឺ x បូក2ដកជាមួយនឹងសមីការរបស់ parabol គឺ x ការ៉េបាទបូក 2x ទេមូលហេតុដែលយើងយកសមីការបន្ទាត់ទៅដកដោយសារតែបន្ទាត់នៅលើបាទអញ្ចឹងយើងអាចស៊ីសងនេះបានអង្គក្រាកំណត់ពីដក2ទៅកាន់1បាទ x បូក2គុណសញ្ញាដកចូលសិនដក x ការ៉េដក 2x បាទ dx បាទហើយយើងអាចស៊ីសងបាននឹងគឺស្មើជាមួយអង្គក្រាកំណត់ពីដក2ទៅកាន់1បាទដក x ការ៉េអូខេដក x បូក 2 dx ហើយគ្នាយើងអង្គក្រាមកបាទអង្គក្រា x ការ៉េវិចេញ x ទីលើ3បាទ x ទីលើ3ដក x ការ៉េលើ2បាទបូកជាមួយនឹង2x អូខេបាទកំណត់ពីដក2ទៅកាន់1ហើយយើងចាប់ដើមចំនួន1ចូលចឹងវាទៅជាអីគេបាទដក1លើ3ដក1លើ2បាទបូក2ជួអស់ហើយបិទមកវិញសញ្ញាដកយើងក៏ដាក់ចាប់ដើមចំនួនដក2ចូលម្ដងពេលដែលគ្រូចំនួនដក2ចូលទៅត្រង់នេះវាទៅជាដក2លើកជាសេគុណ3ដក8ចឹងដកដក8វាទៅជាបូក8ហ្នឹងណាបាទអញ្ចឹងវាទៅជាឃើញ8លើក3នេះបាទនេះដក2លើកជាការ៉េឃើញមកมันឃើញ4ចែក2ឃើញ2ចឹងដក2ដក4កើតបាទនេះយើងអាចតម្រូវពីបែងទៅយកពីបែងរួម6បាទដល់ពេលដែលគ្រូយកពីបែងរួម6អានេះវាទៅជាដក2ដក3បាទបូក12ដកអានេះយើងតម្រូវយកពីបែងរួម3ដែរទៅ
នេះឃើញមកដក6កើតអញ្ចឹងទៅពេលគុណនឹង3វាឡើងដក18ណាបាទអញ្ចឹងវាទៅជា8ដក18អូខេអញ្ចឹងស្មើអីទៀតអញ្ចឹងមិនស្មើជាមួយណានេះឃើញមកដក5បូក12មិនឃើញឃើញ7លើ6កើតអានេះដកអានេះ8ដក18ឃើញដក10អញ្ចឹងវាទៅជាបូកហើយយើងតម្រូវវាបែកមកតង់ទៀតមកយកបែករួម6មកនេះទេបាទវាទៅជា7បូក20អូខេអញ្ចឹងវាទៅជា27លើ6អញ្ចឹងឃើញបាទសម្រួលនឹង3ទៅ9លើ3ឯកតាសេរី9លើ2នេះទេបាទឯកតាផ្ទៃអូខេបាទនេះគឺជាកាឡាផ្ទៃដែលខណ្ឌដោយបន្ទាត់ហើយហ្នឹងប៉ារ៉ាបូលបាទហើយប្រសពគ្នាត្រង់ x ស្មើដក2និង x ស្មើ1បាទនេះគឺជាលំហាត់គំរូមួយហើយយើងមាន x ស្មើអាចសួរបានណា